ព្រឹត្តិការណ៍អូជីស្ពានចាស់ខ្ញុំបានឃើញផ្ទាល់នៅលើក្បាលខ្ញុំបាទគឺកំសត់ណាស់នេះរត់ជ្រែរែងខ្លួនខ្ញុំបាទគឺបដូរជីវិតជាមួយក្របកប៉ាល់ S16 នោះខ្ញុំនៅលើស្ពានវាទលាកខាងលិចស្ពានកំពុងជិះម្ដងនឹងតែម្ដងព្រឹត្តិការណ៍ម្ដងនឹងតែម្ដងផឹងតែម្ដងបាទយើងខ្សត់ណាស់និយាយទៅដូចខ្ញុំបាទថាដែលជិះម៉ូតូនោះគេអត់មានណានេះទេមានតែប៉ូលីសទេប្រាប់ខ្ញុំបាទថាខំជិះលឿនតិចទៅបន្តិចទៀតគេនឹងទលាកហើយបងឯងមិននៅទេបងឯងលើកទូរស័ព្ទទៅម៉េចកុំដាក់ទូរស័ព្ទបើខ្លាចវាចាប់ CA បានអញ្ចឹងហើយខ្ញុំបាទខំបើកមកដល់អូជីវាចាប់ដល់ទលាកតែម្ដងគឺទៅវោទាំងតែម្ដងបាទយើងនៅថានេះគឺជាការរៀបរាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់មួយនៃការទម្លាក់គ្រាប់បែកលើស្ពានអូជីដែលស្ថិតក្នុងស្រុកចុងកាល់ខេត្តឧត្តរមានជ័យជាប់ព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកផ្ដាច់ស្ពានអូជីត្រូវបានធ្វើឡើងផ្ទួនគ្នាដោយយន្តហោះចម្បាំង F16 របស់កងទ័ពអាកាសថៃនៅក្នុងអំឡុងនៃការវាយប្រយុទ្ធនៅក្នុងខែធ្នូឆ្នាំ2025លោកប៊ឿនរឿនជាប្រជាពលរដ្ឋមកពីឃុំកូនគ្រៀលស្រុកសំរោងខេត្តឧត្តរមានជ័យបានធ្វើដំណើរស្វែងរកកន្លែងជ្រកកោនដើម្បីសុវត្ថិភាពប៉ុន្តែត្រូវជួបប្រទះនៅព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកនៅលើស្ពានអូជីជាលើកទី1ដោយវាហោះមកពីត្បូងពីជើងវិញមកពីភ្នំវាហោះមកពីជើងរួចបានវាទម្លាក់អោយស្ញោភ្លើងភ្លឹបព្រាមបានពឹងក៏ទម្លាក់នោះប្រហែលជា3គ្រាប់4គ្រាប់ដែរ3គ្រាប់4គ្រាប់វាលាក់មុនខ្ញុំមកគ្រាប់ដែរខ្ញុំនៅចុងកាល់ធ្លាក់មកគ្រាប់ដែរផ្សេងនឹងតែខ្ញុំមកដល់ធ្លាក់2គ្រាប់ទៀតពឹងថ្ងៃលើព្រឹត្តិការណ៍ទី2នេះខ្ញុំបាននៅទេខ្ញុំបាទខ្ញុំនៅទីកន្លែងនេះតែម្ដងលាក់ឯនោះ8គ្រាប់លាក់នេះ2គ្រាប់ដាច់អញ្ចឹងអាទី2ណានេះលាក់2ដងហើយណាបាទនៅលើទៀតថ្មីដាច់ទៀតថ្មីនេះมันគីមួយទៅឃើញហើយហ្នឹងអានោះប្រាច់ទៀតថ្មីលើកទី2ទេលើកទី1ដាច់ទៀតចាស់ពឹងកាលខ្ញុំនៅលើស្ពានថ្មីវាអត់ទាន់ដាច់ទេដល់វាតការមកលើក្រោយនេះទៀតបានវាចុចផ្ដាច់នោះផងចុចពីទៅនោះពីទៅផ្ទាយនោះផ្ទាយទៅនោះឯងវាបាទបើថានេះខ្ញុំបានឃើញផ្ទាល់ទេបើថាហ្នឹងខ្ញុំបានឃើញផ្ទាល់ណាបាទមុនបងតែតម្លាក់មុនបងខ្ញុំដូននេះឯងតម្លាក់ទី2ភះខ្លួនណាបងតែតម្លាក់ទី2យប់ម៉ោង11ជាងជាលើកទី1ដែលនៅហ្នឹងម៉ោង11ថ្ងៃជាងមួយថ្ងៃត្រង់អូពេលហ្នឹងកំពុងធ្វើអីមួយរៀបរាប់ទីនេះជីកដលងចិត្តនោះឯងចានៅជីកដលងក្នុងដប់ជីកដលងអេបកន្លែងគេស្ពានដែលគេចិត្តតម្លាក់គ្រាប់យើងភ័យយើងរត់រោកូនរោចៅទៅឡើងគយន្តឡើងអុយយើងរត់មកផ្ទះមកដល់ផ្ទះហើយយើងនាំគ្នាចាញ់ទៅទេចាញ់ចូលដប់ចូលព្រៃទៅចាអត់ហ៊ាននៅទេនាំម៉ែអោកូនចៅឲ្យយើងចាញ់ទៅអស់ពេលនេះទៅដល់ពេលគេថាសន្តិភាពហើយបានយើងអាចហ៊ានចូលស្រុកវិញលឺក្រើដល់ផ្ទះចាដូចយើងស្បាស់ដីចាអ៊ំក៏ភ័យក៏អ៊ំក៏បានអ៊ំរត់ទៅទៀតទៅណាអ៊ំរត់ទៅខាងខេត្តនេះសៀមរាបឯណោះប៉ុន្តែនៅចូលដប់ចូលព្រៃខ្លះចូលដប់ចូលព្រៃខ្លះទៅខ្លះក៏បែកបាក់គ្នាខ្លះក៏ទូខាងព្រៃខ្លះក៏ទូខាងណាទូខាងកើតនេះកើតព្រៃនេះណាតាមព្រៃតាមដប់អ៊ំក៏ទូខាងនេះខាងខេត្តតឹងណោះគេបាត់ហើយបងជាប្រជាពលរដ្ឋមួយគ្រួសារផ្សេងទៀតដែលរស់នៅត្រើយម្ខាងនៃស្ពានអូជីក្នុងភូមិជ័យនាងស្រុកស្រីស្នំខេត្តសៀមរាបចម្ងាយប្រមាណតែ1គីឡូម៉ែត្រពីស្ពានអូជីអ្នកស្រីនៀនជ្រិចបាននាំចៅរបស់ខ្លួនគេគ្របនៅក្នុងលេនដ្ឋាននៅពេលដែលមានការទម្លាក់គ្រាប់បែកជាលើកដំបូងគាត់សុំមើលត្រង់សេខ្ញុំរត់ចូលទៅជាមួយបងឯងបានរត់ចូលទិនក៏រវីអាចវីនោមក្រិនដែលគេទៅចូលត្រង់សេដល់ពេលទៅកប៉ាល់វាហោះមកភ្លាមក៏ញ៉ៃទៅហោះភ្លាមលឺតែសន្ធឹកភ្លាមក៏ធ្លាក់បឹងណោះតែម្ដងធ្លាក់បឹងក៏ទឿណាស់តែណៃក៏នាំចៅមកវាកំពីវាធ្លាក់រួចហើយបើយើងចេះខ្លាចទៀតទៅនាំចៅរត់ចូលមកទៅចូលលឿនណាស់ចូលត្រង់សេអត់ខ្លាចទេដល់ពេលកប៉ាល់មកវឺទៀតអត់ទៅចូលត្រង់សេបានទេបងព្រោះកប៉ាល់វាមកវឺទៀតខ្ញុំនាំចៅនោះកណាល់ផ្លូវនោះឯងនេះចៅនេះហើយនឹងចៅខ្ញុំអាទូចមួយចូលត្រង់សេចៅខ្លាចណាយំរំពងព្រោះកប៉ាល់វាសន្ធឹកវាហឹងណាស់
សម្រាប់អ្នកស្រីញៀនជ្រិចការទម្លាក់គ្រាប់បែកពីលើអាកាសរបស់កងទ័ពថៃដ៏សាហាវនិងគ្មានគោលដៅដែលចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាចម្ងាយជិត80គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីនិងកុមារនៅក្នុងភូមិស្រុកដែលរស់នៅក្បែរៗនោះនៅតែមានការតក់ស្លុតនិងការភ័យខ្លាចបាក់ស្បាត់យ៉ាងខ្លាំង យំរនេះរនេះក្នុងដីក្នុងតាមផ្លូវនេះហើយប្រុសកប៉ាល់វាដើរពី3បកនោះ ការកប៉ាល់ធ្លាក់វាលឺសលេងទេវាធ្លាក់គ្របមួយតែម្ដងហើយក្នុងសាលាវាលឺលឿនក៏ថាធ្លាក់ក្នុងសាលាក៏ដូចគ្នារត់ចាញ់មកឃើញគ្រូភេ ហើយយកខ្លួនភ័យ ចា ហើយគេនាំទារត់ទាំងអស់គ្នាឬក៏មិនហ្នឹង រត់ទាំងអស់គ្នារត់មក យំពងពេញសាលា រត់មករាប់មុនមកក៏មិត្តភក្តិខ្ញុំម្នាក់វាមកមុនខ្ញុំហើយខ្ញុំនៅតែឯងពីខ្លាំងហ៎ពីខាង ភ័យខ្លាចក្រឹបខ្លាំងណា ហើយកប៉ាល់កូនប្រាប់ ថាច់ក្បាលណាថាច់ក្បាលថាច់ក្រនណា ពីភ័យណាអូមីអូនទួយ ខ្លាចយំអបទៅឈប់ស្ទាក់ក្រឹបដល់យំ ខ្លាចជុក អប ខ្លាចឲ្យកូននេះ ចាបើ បើមានកប៉ាល់មកទៀតខ្លាចអត់កូន ទេឃើញក៏បើមកឆ្វែក៏ឆ្វែวันនេះក៏អូនឃើញទូលឺក៏ងៀន ខ្ញុំទុបព្រីតែពេលធ្វើកប៉ាល់ហោះឆ្វែលក៏ដេញតែរមើកប៉ាល់មិនឃើញដល់លុតគ្រឹងតែម្ដងក៏នេះហើយភីឡងរត់កាត់ដប់កាត់ដាំងមកផ្ទះវិញខ្លាចឲ្យចៅនៅផ្ទះនេះឯងចៅទូចនៅផ្ទះ ញ៉ៃតូមានអារម្មណ៍ថាវារន្ធត់ចិត្តតែម្ដងវាមិនគួរមានកើតឡើងឲ្យកូនក្មេងក្រោយអត់ឃើញចេះទេដល់ពេលចៅខ្ញុំផងវាដកជាប់នៅក្នុងចិត្តវាយាយប៉ាល់មកយាយអូនខ្លាចថាចៅអត់មានក្បាលទេក្បាលទូវិញហើយខ្លាចទឹកឡានធំក៏មិនបានអារម្មណ៍ភ័យខ្លាចរហូតហើយពេលនេះស្បីតែអីវ៉ាន់អីដែលត្រូវត្រៀមរត់ក៏អត់ហ៊ានដកចេញទេយ៉ាងណាយើងមានមកកំភ្លេស្រេចត្រូវចេញទៅណាទៅណីទៀតមិនបាក់រៀបខ្លាចទៅអត់ទាន់ ប្រឈមមុខនឹងការបាក់ស្បាតការភ័យខ្លាចនិងការបាត់បង់អ្វីៗគ្រប់យ៉ាងប្រជាពលរដ្ឋដែលជាជនរងគ្រោះចង់ស្នើសុំឲ្យមានសំណងនិងការបញ្ចប់សង្គ្រាមជារៀងរហូត ចង់ឲ្យគេជួសជុលស្ពានធ្វើដំណើរបានធម្មតាដូចវិញដូចដើមវិញព្រោះយើងត្រូវការទៅធ្វើការរស់ស៊ីឲ្យចិញ្ចឹមគ្រួសារយើងណាមួយយើងជាពាក្យគេច្រើនពាក្យគេទៅនេះជាពាក្យដោយសារធ្វើនេះធ្វើនោះទៅយើងត្រូវការធ្វើការធ្វើងារទៅតែយើងអត់មានផ្លូវចេញចូលពិបាករឿងផ្លូវចេញចូលខាងស្នំពោឲ្យគេជួយយើងធ្វើផ្លូវជួសជុលផ្លូវស្ពានយើងដូចមុន ចង់ស្នំពោចង់ឲ្យបានស្ពានឲ្យស្អាតឡើងវិញណាចាឲ្យធ្វើដំណើរទូម៉ូឲ្យបានស្រួលណាឲ្យបានស្រួលហើយកុំឲ្យមានចម្បាំងតទៅទៀតចាឲ្យបានឆ្លងឲ្យបានស្រួលសុំស្នំពោសុំតាស្ពានឲ្យបានល្អវិញ